ស្ពាយភ្លើងអ្នកខ្លះមានរឿងរ៉ាវតោះចិត្តតិចតួចមិនព្រមអត់ឱនយោគយល់នោះទេចូលចិត្តរំលឹករំលើកកកោកកាយប្រាប់គេប្រាប់ឯងមានរឿងអីដែលថាมันក្តៅនោះបើស្ពាយភ្លើងតាមខ្លួនរហូតនឹងជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់អ្វីមិនចេះតែបានតាមចិត្តចង់រហូតនោះទេទ្រាំខ្លះទៅកុំស្ពាយភ្លើងតាមខ្លួនយូរពេកក្តៅណាស់ទម្លាប់ផ្សាយមេត្តាផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងពួងរៀនធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងអតីតកាលវិបដិសារីបានលោកបន្លាចមនុស្សល្ងងភាកខ្លះឲ្យដេករងទុក្ខរោគសុខពុំបានឡើយឲ្យដេករងទុក្ខរោគសុខពុំបានឡើយពេលធ្វើខុសយើងកើតទុក្ខម្ដងពេលនឹកឃើញហើយស្ដាយក្រោយយើងកើតទុក្ខម្ដងទៀតចំណែកអ្នកខ្លះចូលចិត្តស្វេទុក្ខតាមខ្លួនជាដរាបរឿងអីដែលថាមិនក្តៅក្រហាយនោះរឿងហួសទៅហើយកើតទុក្ខប៉ុណ្ណាស្ដាយប៉ុណ្ណាក៏មិនអាចកែអ្វីបានដែរវាមានតែនាំកើតទុក្ខក្តៅក្រហាយថែមប៉ុណ្ណឹងអ្នកអាចយកវាជាមេរៀនតែកុំដាក់គុកខ្លួនឯងក្នុងអតីតកាលឡើយរៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពពីអតីតកាលរៀនរស់នៅបច្ចុប្បន្នរៀនមានសង្ឃឹមរៀនតស៊ូរៀនកុំចោះចាញ់ហើយកុំបណ្ដោយឲ្យពាក្យឌឺដងរបស់អ្នកដទៃមកបំផ្លាញជីវិតអ្នកឡើយសាងកំហុសជារឿងធម្មតារបស់ពុទ្ធជនកែកំហុសជាលក្ខណៈរបស់អ្នកប្រាជ្ញរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយបន្ថយកំហឹងនោះបន្តិចមកបើចិត្តច្រណែនឲ្យដឹងថាចិត្តកំពុងច្រណែនហើយទាញវាឲ្យចេះអបអរគេវិញបើស្ដាយក្រោយឲ្យដឹងថាចិត្តកំពុងស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់វាថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តល្អក៏ដឹងថាចិត្តល្អហើយចម្រើនចិត្តនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខឆ្វេងយល់ពីសេចក្តីទុក្ខផ្លូវកាយជៀសមិនបានទេតែបើទុក្ខផ្លូវចិត្តអាចជៀសបានខ្លះបើបានឆ្វេងយល់ពីចិត្តវាឲ្យបានច្បាស់មូលហេតុដែលចម្បងនៃសេចក្តីទុក្ខផ្លូវចិត្តគឺជាការជាប់ចម្ពាក់ហួងហែងខ្លាំងឧទាហរណ៍បើអ្នកស្រឡាញ់សង្សារស្រឡាញ់កូនខ្លាំងពេលអ្នកបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងណាស់ពេលអ្នកបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងណាស់សេចក្តីស្រឡាញ់ត្បិតថានាំឲ្យអ្នកសប្បាយមែនតែវាមិនទៀងទាត់នោះទេវាអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានបើចង់សុខកុំសូវជាប់ចម្ពាក់ខ្លាំងពេកត្រូវចេះត្រៀមកាយត្រៀមចិត្តថាអ្វីមិនទៀងទាត់នោះទេ
អាចប្រែប្រួលពេលណាក៏បានបើមិនបានត្រៀមទេពេលបាត់បង់អ្នកពិតជាមានទុក្ខខ្លាំងមិនខាន